សារលិខិតជូនពរផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅនៅក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទ2រោចថ្ងៃអង្គារ3រោចនិងថ្ងៃពុធ4រោចខែចែកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី14ទី15និងទី16ខែមេសាឆ្នាំ2025ខាងមុខនេះក្នុងនាមរូបខ្ញុំផ្ទាល់និងភរិយាសូមសម្ដែងនៅមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅនិងសូមជូននៅសពសាធុការពរជ័យសិរីមង្គលវិបុលសុខបវរមហាប្រសើរគ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីសូមឯកឧត្តមលោកជំទាវលោកស្រីបានសំប្រកបដោយសុខភាពល្អបរិបូរណ៍កាយពលមាំមួនខ្លាំងក្លាបញ្ញាញាណភ្លឺថ្លាវាងវៃត្រចះត្រចង់ជនមាយុយឺនយូរនិងចាក់ផុតពីរោគាព្យាធិនានាជាអង្វែងតរៀងទៅឆ្លៀតក្នុងឱកាសដ៏អ្នកខត្តរិកប្រពៃថ្លៃថ្លានេះផងដែរខ្ញុំសូមសម្ដែងនៅការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីដែលបានយកអស់កម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីធ្វើការងារជាធ្លុងមួយនិងមានសាមគ្គីភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មឲ្យទទួលបាននូវជោគជ័យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ចាប់តាំងពីដើមនីតិកាលនៃរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាហើយខ្ញុំសូមលើកទឹកចិត្តឲ្យបន្តប្រកាន់ខ្ជាប់នៅអភិក្រមការងារនិងគុណតម្លៃស្នូលទាំង4របស់ទីស្តីការគណៈរដ្ឋមន្ត្រីព្រមទាំងបន្តបង្កើនគុណភាពប្រសិទ្ធភាពសក្តិសិទ្ធភាពនិងធានាឲ្យបាននៅនិរន្តរភាពការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់និងការរួមចំណែកកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាពខ្លាំងវៃឆ្លាតនិងស្អាតស្អំព្រមទាំងការកសាងនីតិរដ្ឋនិងការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ននិងចីរភាពក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីខ្ញុំមានជំនឿយ៉ាងមុតមាំថាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីពិតជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀតជូនទីស្តីការគណៈរដ្ឋមន្ត្រីជាពិសេសការបន្តផ្ដល់នូវការគាំទ្រដល់បេសកកម្មដ៏ឧត្តមឧត្តមនិងជាប្រវត្តិសាស្ត្ររបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យសម្រេចបានជោគជ័យក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050និងបន្តថែរក្សាពូនជ្រុំនៅសុខសន្តិភាពឯកភាពជាតិស្ថិរភាពនយោបាយអធិបតេយ្យភាពនិងបូរណភាពទឹកដីព្រមទាំងសមិទ្ធផលសង្គមសេដ្ឋកិច្ចនានាឲ្យកាន់តែរីកចម្រើនលូតលាស់ទៅមុខនិងស្រស់បំព្រងដោយផ្ការីកស្គុះស្គាយជានិច្ចនិរន្តរ៍ជាថ្មីម្ដងទៀតខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកគុណបុណ្យព្រះរតនត្រ័យគុណកែវទាំង3ជាពិសេសទេវតាថែរក្សាឆ្នាំថ្មីឆ្នាំម្សាញ់សប្បស័កព្រះនាមកុរគៈទេវីសូមតាមជួយថែរក្សាការពារអភិបាលប្រោះព្រំនៅសពសាធុការពរជ័យសិរីសួស្តីគ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់សូមបានសំប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយសូមថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់
នៃទីស្តីការគណៈរដ្ឋមន្ត្រីទទួលនៅការស្រឡាញ់រាប់អានដោយស្មោះពីខ្ញុំថ្ងៃពុធ12កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី9ខែមេសាឆ្នាំ2025អបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីហត្ថលេខាវង្សសីវិសុទ្ធ